ព្រះរាជាណាចក្រកម្ពុជាជាសាសនាព្រះមហាក្សត្រសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលសាមគ្គីភាពសន្តិភាពអភិវឌ្ឍលេខ079/25 សបសសេចក្តីអំពាវនាវតាំងនាមខ្ញុំបាទហែមប្រសើរប្រធានសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលសូមអំពាវនាវដល់ថ្នាក់ដឹកនាំសមាជិកសមាជិកាទាំងអស់នៃសមាគមអង្គការទាំង21អង្គភាពសមាគមអ្នកសារព័ត៌មានចាងវាងការផ្សាយទាំង36អង្គភាពព្រមទាំងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ2024សូមអញ្ជើញទៅពិនិត្យមើលឈ្មោះរបស់ខ្លួនបិទផ្សាយនៅតាមសាលាឃុំសង្កាត់និងប្រជាពលរដ្ឋដែលមានអាយុគ្រប់18ឆ្នាំនិងអ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោតសូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនិងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នានិងទាន់ពេលវេលាកំណត់អនុវត្តសិទ្ធិកាតព្វកិច្ចចំពោះរដ្ឋស្របតាមគោលការណ៍ប្រជាធិបតេយ្យនិងស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមួយវិញទៀតប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតចាប់ពី10ឆ្នាំឡើងទៅពលនៅឆ្នាំ2016សូមអញ្ជើញទៅធ្វើជីវមាត្រលើរូបថតនិងខ្ចៅដៃថ្មីចាប់ពីថ្ងៃទី1ដល់ថ្ងៃទី26ខែឧសភាឆ្នាំ2025ដែលមានរយៈពេល26ថ្ងៃនៅតាមសាលាឃុំសង្កាត់ឬនៅតាមភូមិមួយចំនួនក្នុងឃុំសង្កាត់ទូទាំងប្រទេសសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលសង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋខ្មែរនិងភាគីពាក់ព័ន្ធទាំងអស់នឹងចូលរួមសហការតាមការអំពាវនាវរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកជបក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដោយគោរពតាមច្បាប់ជាធរមានដើម្បីឲ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ2025នេះប្រព្រឹត្តទៅដោយរលូនក្នុងបរិយាកាសស្ងប់ស្ងាត់មានសន្តិសុខសុវត្ថិភាពមានសណ្ដាប់ធ្នាប់និងរបៀបរៀបរយល្អថ្ងៃអង្គារ10កើតខែពិសាខឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2568រាជធានីភ្នំពេញថ្ងៃទី6ខែឧសភាឆ្នាំ2025សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលប្រធានហត្ថលេខានិងត្រាបណ្ឌិតហែមប្រសើរ